បើអ្នកជាមនុស្សប្រក់អ្នកគួរតែចាប់ផ្ដើម upgrade ខ្លួនឯងមិនមែនថ្ងៃស្អែកគឺថ្ងៃនេះមានក្តីស្រមៃដែលត្រូវដេញតាមក្តីស្រមៃដែលធ្វើឲ្យអ្នកចង់ឲ្យមេឃភ្លឺលឿនក្នុងការធ្វើវាមិនមែនមួយថ្ងៃដេញតាមតែមនុស្សស្រីដូចក្របីរកញីនោះទេសួរខ្លួនឯងថាតើ5ឆ្នាំខាងមុខអ្នកចង់ក្លាយជាមនុស្សបែបណាស្ថានភាពបែបណាសរសេរវាចុះហើយចាប់ផ្ដើមផ្ដោតលើវាជារៀងរាល់ថ្ងៃមិនខ្វល់ថាអ្នកកំពុងធ្វើអ្វីនោះទេឆ្លៀតទៅហាត់ប្រាណលើកទម្ងន់អ្នកនឹងអរគុណខ្លួនឯងដែលបានចាប់ផ្ដើមធ្វើវាក្នុងសម័យនេះការដែលមានរាងកាយរឹងមាំសមសួនគឺជារឿងដែលកម្រណាស់មិនខ្វល់ថាអ្នកពេលនេះស្ថានភាពបែបណានោះទេត្រូវតែចាំថាអ្នកអាចផ្លាស់ប្ដូរខ្លួនឯងអ្នកអាចសម្រេចអ្វីដែលអ្នកចង់បានឲ្យតែអ្នកមានគោលដៅច្បាស់លាស់និងការស្រមៃប្រកបនិយមមួយព្រោះថាមនុស្សភាគច្រើនបរាជ័យសូម្បីតែការស្រមៃបើអ្នកចង់ឲ្យខ្លួនឯងមានឱកាសច្រើនត្រូវជំរុញខ្លួនឯងឲ្យចេះត្រៀមខ្លួនរៀនសូត្រជានិច្ចព្រោះថាឱកាសសម្រាប់តែអ្នកដែលបានត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកវាតែប៉ុណ្ណោះសូមជួយចុច share ដើម្បីទៅដល់មនុស្សដែលអ្នកស្រឡាញ់